ពុជាគឺជាប្រទេសដែលមានវប្បធម៌អរិយធម៌ដ៏ល្អផូរផង់នឹងការនៅលទ្ធិព្រះពុទ្ធសាសនាមានប្រជាពលរដ្ឋប្រមាណ 95% ជាអ្នកគោរពលើព្រះពុទ្ធសាសនាហើយត្រូវបានរដ្ឋសភាជាតិទាំងមូលអនុម័តដាក់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋស្ថិតនៅក្នុងរបប3ឆ្នាំ8ខែ20ថ្ងៃប្រទេសកម្ពុជាទទួលសោកនាដកម្មនឹងការបំផ្លិចបំផ្លាញលើគ្រប់វិស័យជាពិសេសវិស័យព្រះពុទ្ធសាសនាត្រូវរលត់ទីអារាមទូទាំងប្រទេសត្រូវបំផ្លាញស្ទើរគ្មានសល់ក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979ប្រទេសកម្ពុជាមានភ័ព្វវាសនាបានរួចផុតពីរបបខ្មៅងងឹតនិងរស់រានមានជីវិតរហូតមកដល់សពថ្ងៃហើយបានមើលឃើញការអភិវឌ្ឍការរីកចម្រើនលើគ្រប់វិស័យពិសេសវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនោះទន្ទឹមនឹងនោះកម្មវិធីនីតិវត្តអារាមរបស់បណ្ដាញទូរទស្សន៍កម្ពុជា CTN បានធ្វើដំណើរទូទាំងប្រទេសកម្ពុជាដើម្បីចុះថតសម្ភាសផ្ទាល់ជាមួយព្រះគ្រូចៅអធិការគណៈកម្មការអាចារ្យវត្តនិងអាជ្ញាធរដែនដីអំពីប្រវត្តិការការកសាងការអភិវឌ្ឍការរីកចម្រើនពីតំបន់មួយទៅតំបន់មួយវិញទៀតកម្មវិធីនីតិវត្តអារាមមានឱកាសចុះទៅតាមទីអារាមនានាទូទាំងប្រទេសនេះក៏ដោយសារប្រទេសមានសន្តិភាពសេរីភាពសុវត្ថិភាពនិងសន្តិសុខពេញផ្ទៃប្រទេសក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចទាំង3មានសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមសម្ដេចអគ្គមហាបញ្ញចក្រីហេងសំរិនជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតបូរនីហ៊ុនសែនបានខិតខំអស់កម្លាំងកាយចិត្តកម្លាំងស្មារតីដើម្បីស្ដារនិងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនរុងរឿងជាប្រវត្តិសាស្ត្រតរៀងទៅក្នុងសប្តាហ៍នេះកម្មវិធីនីតិវត្តអារាមរបស់បណ្ដាញទូរទស្សន៍កម្ពុជា CTN បានធ្វើដំណើរមកកាន់វត្តព្រះពុទ្ធអណ្ដែតជាថ្មីម្ដងទៀតដែលក្នុងឱកាសនេះវត្តព្រះពុទ្ធអណ្ដែតបានប្រារព្ធពិធីធ្វើបុណ្យឆ្លងប្រាសាទព្រះមេដាធរណីឬព្រះម៉ែធរណីវត្តព្រះពុទ្ធអណ្ដែតមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ2ក្នុងសង្កាត់ព្រែកហូខណ្ឌតាខ្មៅក្រុងតាខ្មៅដែលមានចម្ងាយពីរាជធានីភ្នំពេញចម្ងាយ13គីឡូម៉ែត្រសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈសម្ដេចមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់និងព្រះធេដានៅធិរៈគ្រប់អង្គទាំងក្នុងនិងក្រៅប្រទេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ចា៎នេះខ្ញុំសូមធ្វើកិច្ចកិច្ចចំពោះសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអុកញ៉ាអ្នកអុកញ៉ានិងទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសដែលកំពុងតតនឹងទស្សនាតាមដានកម្មវិធីនីតិវត្តអារាមរបស់បណ្ដាញទូរទស្សន៍កម្ពុជា CTN ចា៎ហើយកម្មវិធីនីតិវត្តអារាមបានវិលមកជួបពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសសារជាថ្មីម្ដងទៀតតាមពេលវេលានិងម៉ោងដែលបានកំណត់បាទការពិតណាស់ក្នុងសប្តាហ៍នេះកម្មវិធីពិសេសដែលកម្មវិធីយើងបានវិលមកជាថ្មីម្ដងទៀតក៏បានមកដល់ទីវត្តព្រះពុទ្ធអណ្ដែតនេះជាលើកទី2បាទហើយថ្ងៃនេះក៏ជាថ្ងៃធ្វើបុណ្យឆ្លងព្រះម៉ែព្រះធរណីបាទឆ្លងប្រាសាទព្រះម៉ែព្រះធរណីដែលពុកម៉ែបងប្អូនដែលមិនបានធ្លាប់តែស្គាល់តែមិនបានមិនបានឃើញការប្រារព្ធពិធីនេះតើមានអត្ថន័យនិងអត្ថកធម៌យ៉ាងណានោះនៅក្នុងវត្តព្រះពុទ្ធអណ្ដែតនេះដែលក្រោមការជ្រោមជ្រែងកសាងដូចជាសទ្ធាជាថ្លារបស់លោកជំទាវអុកញ៉ាសៀងចន្ទហេងនិងក្រុមគ្រួសារញាតិមិត្តទាំងអស់ជាពិសេសគឺបានការចូលរួមពីឯកឧត្តមគុណគីមនិងលោកជំទាវផងដែរព្រមទាំងបុត្រាបុត្រីបាទដូច្នេះសូមតាមដានទស្សនារាល់សកម្មភាពក្នុងពិធីបុណ្យទាំងស្រុងក៏ដូចជាការកិច្ចសម្ភាសរបស់យើងខ្ញុំជាមួយលោកអុកញ៉ាសៀងចន្ទហេងលោកជំទាវអុកញ៉ាសៀងចន្ទហេង
ដែលបានចូលរួមក៏ជាការកសាងប្រារព្ធនៅពិធីផ្ដាំបុណ្យក៏ជាប្រារព្ធនៅពិធីនេះតែម្ដងណាជាការពិតហើយដូច្នេះសូមតាមដានទស្សនាស្ដាប់នៅកិច្ចសភាក៏ជាទស្សនារាល់សកម្មភាពទាំងឡាយនៅក្នុងពិធីបុណ្យដោយតទៅជំរាបសួរអង្គញាហើយនឹងក្រុមគ្រួសារជំរាបសួរលោកអ៊ំបាទហើយនឹងលោកជំទាវមែនអាឌីវទីអូសទីក៏បានចូលរួមផងដែរហើយលោកជំទាវជាច្រើននឹងលោកយាយលោកតាដែលបានចូលរួមទីនេះហើយអរគុណណាស់ខ្ញុំបាទទាំងពីរនាក់នៅបណ្ដាញទូតកម្ពុជាស៊ីតិនក្នុងកម្មវិធីនីតិបរាមជាលើកទី2ណាមកជួបអង្គញានៅទីនេះជាកិត្តិយសដ៏ឧត្តមណាជាកិច្ចបន្តនេះខ្ញុំបាទនឹងមានសំណួរទៅដល់អង្គញាស៊ីងចាន់ហេងដែលតកតងទៅនឹងការកសាងនៅរូបព្រះម៉ែព្រះធរណីនេះតើមានអត្ថន័យនឹងខ្លឹមសារយ៉ាងណាហើយមានការរយៈពេលប្រមាណនៃការកសាងនោះអត់ទោះអង្គញាសូមជាដំបូងនេះសូមដែលចង់បានប្រវត្តិសង្ខេបបន្តិចពាក់ព័ន្ធទៅនឹងក្រុមគ្រួសារអង្គញាក៏ដូចជាប្រវត្តិអង្គញាដើមឡើយសុខណាស់នៅទីណាដែរអង្គញាបាទភូមិកំពង់លួងស្រុកញាលឺខេត្តកណ្ដាលបាទនៅកំពង់លួងឯណាអង្គញាបាទការពិតណាហើយអង្គញាបានមានគ្រួសារនៅឆ្នាំណាដែរអង្គញាអាចជម្រាបបានទេមានគ្រួសារដូចឆ្នាំ1981បាទចា1981បាទសូមជួបទៅអតីតកាលបន្តិចតាក់ទងទៅនឹង3ឆ្នាំ8ខែ20ថ្ងៃទឹករបបនោះតើអង្គញាមានជំនះទៅណាទេនៅសម័យនោះតើអង្គញាមានជាប់ផលវិបាកអ្វីខ្លះដែរទេកាលជំនាន់ប៉ុលពត3ឆ្នាំ8ខែ20ថ្ងៃហ្នឹងគិតទៅកាលហ្នឹងខ្ញុំទៅអាយុប្រហែលជា10ឬ11ឆ្នាំប៉ុណ្្នឹងឯងចាអាច10ចា11 12ឆ្នាំចា12ឆ្នាំគេថាកុមារភាពមែនទេកុមារភាពតែអង្គញាធ្វើអីដែរកាលនោះកាលហ្នឹងគេឲ្យកាលហ្នឹងបាយពីម្ដាយទៅនៅជាមួយម្ដាយធំនៅឯសពងជ័យកំពង់ចាមបងប្អូនទាំងអស់មាន6នាក់ស្រី5ប្រុស1បាទហើយខ្ញុំនេះជាកូនបងទេបាទឥឡូវនេះងាកមកកម្មវិធីយើងនៅក្នុងពិធីបុណ្យឆ្លងប្រាសាទព្រះម៉ែធរណីចាសូមជូនមកជំរាបមានប្រសាសន៍បាទសូមគ្រប់ជើងអរគុណណាតាមពិតការដែលរៀបចំសាងសង់ហ្នឹងក៏មិនបាននឹកឃើញថាដាក់ប្រម៉ែអីដឹងគ្រាន់តែថាបានបាទមានគេប្រាប់ថាត្រូវសង់ប្រាសាទមួយមុខ4ហើយសម្រាប់ដាក់ប្រមេតាប៉ុន្តែមិនតតដឹងថាប្រមេតាអីទេចាហើយកាលនោះដល់ពេលគេឲ្យសង់ឆ្នាំ91ទៅសុំសង់គេថាមិនតតដល់ពេល93គេថាមិនតតដល់ពេលសម្រាប់ដល់ពេលមកចាប់សង់នឹងវត្តនឹងតែម្ដងឆ្នាំ2000ជាងហើយ2006 2007ហើយចា2006ឈានចូលទី2007ចារៀបពេលប្រហែលខែដល់បានបញ្ចប់ការដែលសាងសង់ហ្នឹង2007មកចប់ស្អាតហ្នឹងដូចជា2009ជាងដឹងពីស្អាតចាជាង1ឆ្នាំចាព្រោះការដែលសង់តម្រាំបានហ្នឹងគឺមានបញ្ហាស្មុគស្មាញច្រើនព្រោះដីហ្នឹងដីទីអារាមវត្តប៉ុន្តែមុខវត្តហ្នឹងមានប្រជាពលរដ្ឋគាត់លក់ដូរនៅទីហ្នឹងចាហើយដល់លក់ដូរនៅទីហ្នឹងគាត់មានការហាមឃាត់មិនឲ្យសាងសង់គាត់មិនព្រមរុះរើឲ្យរៀបចំមកវាមានបញ្ហាស្មុគស្មាញច្រើនអាចគ្រាន់តែដោះស្រាយទីអារាមមុខឲ្យស្អាតហ្នឹងត្រូវរយៈពេលប្រហែល1ឆ្នាំដែរជិត1ឆ្នាំជាងដែរពេលដែលរៀបចំសាងសង់គាត់តែចាប់ផ្ដើមបុកគ្រឹះហ្នឹងបាទមតិមហាជនមួយចំនួនប្រជាពលរដ្ឋមួយចំនួនដែលគាត់ជឿតាមការញុះញង់របស់គេហ្នឹងគាត់ថាក្រុមហ៊ុនមកសង់កន្លែងហ្នឹងសង់ផ្ទះល្វែងលក់មិនសង់ប្រាសាទទេមិនគេអត់នឹកស្មានដល់សង់ប្រាសាទទីដាក់ស្ងាត់ទីរាមវត្តគាត់គិតទៅថាយើងធ្វើជាអាជីវកម្មថាយកដីវត្តសង់ផ្ទះល្វែងលក់បាទចាហើយព្រះអង្គយល់ឃើញយ៉ាងម៉េចដែរមួយលោកវិទ្យានៅក្នុងការកសាងហ្នឹងចេះបើនិយាយវិលត្រឡប់មកវិញលោកតាហ្នឹងថាបានយល់សពថាឃើញមានស្រីសក់វែងសក់វែងមានវិស័យមកសង់ប្រាសាទនៅតំណឹងហើយចាំយូរអត់ឃើញលោកក៏បានប្រមូលបច្ច័យគ្នាថាក្រុងកសាងប្រាសាទទូចមួយប្រហែលជា$4000ដល់លោកមានលុយប្រហែលជា2000ហើយខ្វះជាង2000ទៀតបានបងសូសខីមនៅព្រៃហូនថាមកប្រាប់ខ្ញុំបើសិនជាមានវិស័យឲ្យចូលរួមហើយគាត់ទៅលើថាប្រមូលកសាងអញ្ចឹងខ្ញុំក៏ថាចំជំនាញកំពុងចង់កសាងនឹងក៏ទៀមទាលោកថាកសាងនឹងមកចាហើយមិននឹកស្មានថាកសាងធំអញ្ចឹងទេស្មានតែរៀនទេវតាមួយដាក់ធម្មតាប្រាសាទមុខ4ណាសុំលោកទៅ
sang đọc có sang lúc cho tới sra nữa mà đâu cho sra mình được thắt sang thông chân cái tháng đẹp còn là sang tôi với những thứ phải đa tôi gọi thuộc thầm đa được một cuộc đặt trao chân tới hay đó là pe từ chặt sóng được khơi hạ bớt trời với ai về miền tục môi chỉ kè co ai tha về là bọc ai miền phủ vọt nên đừng tên áเขาก็จะต่อซองจะเรียลเตอร์ซองเขาจะเคยโมแต่เมื่อประสาทประเทศไทยแต่เมื่อประสาทเมื่อเมียนไอกระเรียเตอร์หัวดาวประเทศจุดค้างนั่งเคยนี่ก็โยนแต่ชนะบอดเกมมาชนะติ๊กบานซองจะประสาทหนึ่งให้บานจะสปินประสปินไอจังมาเนี่ยน่าจะช่วยที่อายุบอท่าดักประเด็นนี้เป็นเมตาธรณีหรือก็เป็นแม่เป็นธรณีประสาทนั่งก่อสร้างปัจจัยกระเตะได้โคลนไอดักนอมเชียงทาเปิดแบบบอดยังไม่ได้โคลนไอให้การได้ดักประมาณนั่งนึกเคยได้โคลนไอเต้นเจตเด็กนึกเคยถ้าดักประมาณไอซ่อมหัวเจกถ้าดักประเมตดาจังรอนึกรึกเจ้านึกล้างมันนึกเคยประเมตดาประทอรณีนั่งเลยซายังเมียนจิมในอาชีพกรรมนึกขังได้ทลีนึกพองจ่าโกบ้านนึกหาดักประสาทประเมตดาประทอรณีจ่าปวดดักนักบ้านในทาจิกาซองคนมวยดังคนมวยให้มาอย่างเตี้ยยังมาแบบนี้รู้ในเลยประทอนี้ตื่นวิ่งกับยาวประทอนี้ได้จ่าจังจิกาซองคนพองจ่าให้นึกเคยทาประเด็นกองหิงประทอนี้นึงเมียนดึกหักใบโดยจีเมียนอัตโปลได้สองทางเป็นcáiอัพไซด์แปรเนาะมันมีหมกจันให้เม็ดบานล้างซอยเรียงบานล้างกงเลยบานล้างอัพไซด์บานนะกงบานปนเนียงกงฮีนั่งเจงมาโฉบสับเต้เมียนั่งไปเตยจะคลายเมียคลายจีบิดวิ่งให้ดอกเคยจังดึกหักโดยจีเนี่ยเมียนอัตโปลหมดได้แกอาจจะตกดักเคยแต่ในตามจังไปที่บ้านจะเปิดขนมนู้นเราจุ่มเทียบบ้านกาก่อสร้างเนื้อรูปสมณะสัตว์เตียงดอกปียังไม่ได้จุ่มเทียบเราติดการก่อสร้างประสาทประเมตดาดังเท้าโกเคยเตียระไปยังเบี้ยจะนึกเคยแต่ใบริบจำเตียระมาเบี้ยสะสมเอาไปเมื่อมาไปเตะรำให้เบี้ยนี่ฟังจะแต่นึกเคยหาขนมวัดว่าปงเทศจังดับปีดำน้ำไอ้น้ำยังจังดับปีจะถูกเลยให้เธอนั่งดับใบไอ้ไม่จะก็กล้อยเกดังหาเบอร์เซนเกการน้ำจุดสัตว์กระดาวให้เตะดาเปล่าเบอร์เลยจะสัตว์โกจะให้รูปเองจังเมาเอาเกดังทุนแกเชื่อตำนานเองจังจีบแซ่ขนมนุ่งเราจุ่มเทียบหรือถ้ามีการก่อสร้างกิจลาจูนดาวบอดพองยังไม่ได้เราจุ่มเทียบแมนโดยเฉพาะจีบให้ถ้าติดในบอดนี่ไปเรียนจิตเอียดในซาเมียนสลาประทำศึกษาในขนมหนึ่งให้มาอย่างเตี้ยเป็นนาประซังถือเมียนโซทอหรือโมโกเมียนไอเวรำคาญปีไม่โตจ่าให้ดังจังก็นึกเคยเมียนได้ชราผูกเชื่อมมาสาวได้ชราให้ไปจังผงรีวัดแต่ดักได้เนาะก็เหมือนกันเมียนผงรีวัดชอบได้วัดยังไงจังก็บานเพื่อสำนาแต่ส่งทางสลานั่งฟังปีกรมเราดัลเลอร์ดับใบส่งฟังโตตีตังสลานั่งเอาแต่ในจุดนั่งได้เหมือนเป็นเอาแต่ในง่ายคือในภูมิจุดนั่งได้พอยตีตังนี่ปกติจูนวัดวิ่งเราเชี่ยวนั่งสกเก็ตส่งสลาเด็กเมียนั่งจูนสลาวิ่งจ้าชีวิตต่อที่สมอันนี้โดยจุ่มเทียบมันภาษาเปบอลนั่งไปที่บอลปีดาวเมาส์ถ้าเธอไอ้คลาแต่กูก็สมกอเราจุ่มเทียบสมรสจริงแล้วเธอบอลฉลองประสาทประเมตดาประเทศนี้นี่กันนะเบอร์เซนยังเธอหาบานฉลองจะทาอัดเมียนอัดได้ทำเป็นเหมือนปิงแหลกกันนะเจ้าจ้าจังก็เรียบจำเธอกาบอลฉลองให้ฉลองตามปัดกำรงขยมผงท่าเธอบอลฉลองนั่งอัดบานเปิลยุบเปิลง่ายดังใบยึดบัดเมาไปตื้อง่ายบานดังปัตตาได้เปย์เบลีให้ไปประทับยัยเป๊กก็เธอบานในปีง่ายดังให้การในปีง่ายดังลูกตาจ่าทมนั่งลูกตาอาจารย์คนในเวียงนั่งทมนั่งประธานเรียบการประทีจึงเอียดปีไงนั่นคืออัดเมนตเนเมาไหมอัดเมนตเนเมาตั้งปีปลักเมาผมมวยละโหดไงตีมวยนั่งจ้าจะมายันส้มจำเรียบได้การประทีนั่งบานในท่าโจลบอลไงปะหัวเตยไงเปิดการจับปีเมาผมมวยปลักเตยคือคังขยมมาจับบอลถึงออกคดีนั่งบานมาส้มอดทุกตามรูปสำนักตามบุคคลตรุกในขนมตีรามวัดไปส้มจำเรียบไปดังท่าไงนิกขยมส้มถั่วบอลคลองประสาทจ้าเขาก็เป็น